này này cô là vô bài này nè rồi chia bị miên sạch nè bà được những trong bạn chấm điệp chôn nơi kháng cài bài bánh trắng thà còn po càng nước miên trong bay đồng năng lại cả thì bài dáng đặt trong tay nè miền bay nước nhưng mà bây giờ lại thì tết là thà bằng hai roti muối thế này chỉ bật những rục cài nó bây giờ còn trâu rù TP thì này chỉ một bò bà còn chia thể hiện máy khó mà trâu rù còn ở tại chỉ thể hiện tại trong số lượng thò muối ai đom điện đom sân ấy y chiến còn chia tay tặng bê tông máy khó cắn nữa bà phải lên bà chẳng tên này con hay con nông muối cứ tập chia thì mất trâu nẹp xây tiền chấm một bên tập quan tận đến nơi chờ tiền bà đây trâu rù chỉ bảo tại bạn có nó và tí bấy thì đi cam sức cái đại từ lượng trộm sầm bát tiền cho là trộm ngân hàng cho là trộm chắc trong sông ở cái lạnh nó tem đó và nghĩa mà trong pram này bị biến tranh chán cứ tầm nàng aiยึดตะสะ defense bằng là thành defense strategy ยึดตะสะ defense នេះគឺជាយុទ្ធសាស្ត្រមួយដាក់ចេញក្នុងទិសដៅរំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមdefeat 5ឡើងដល់អក្សរអង់គ្លេស5តួអក្សរមាន D I F I D D ទី1មកពីពាក្យពេចន៍ថា divide មានន័យថាបំបែកកម្លាំងរបស់ខ្មែរក្រហមឲ្យនៅជាផ្នែកជាក្រុមតូចធ្វើយ៉ាងណាឲ្យផ្ដាច់ការតំណែងនេះអង់គ្លេសថា to make disconnection ទី2អក្សរ I នេះមកពីពាក្យថា isolate មានន័យថាឯកោនេះសំដៅទៅលើភាគីខ្មែរក្រហមត្រូវបានបាត់បង់ការគ្រប់គ្រងទាំងគោលនយោបាយដឹកនាំទាំងសេដ្ឋកិច្ចហើយជាពិសេសកម្លាំងប្រជាជនក៏លែងមានការគ្រប់គ្រងជាហេតុដែលធ្វើឲ្យខ្មែរក្រហមស្ថិតក្នុងភាពឯកោ isolate នេះបាទដែលឡែក F មកពីពាក្យពេចន៍ថា finish តែថាបញ្ចប់នេះគឺសំដៅទៅលើការបញ្ចប់សង្គ្រាមបាញ់នឹងខ្ញុំបានបាទលើកបន្តិចឲ្យថាបញ្ចប់សង្គ្រាមរដ្ឋាភិបាលបានកំណត់យកថ្ងៃទី29ខែធ្នូ1998បាទហេតុអីបានយកថ្ងៃនោះដោយសារតែថ្ងៃនោះជាថ្ងៃដែលមេដឹកនាំខ្មែរក្រហមលោកខៀវសំផនហើយនឹងនួនជាបានជួបចរចាជាមួយសម្ដេចតេជោហ៊ុនសែនផ្ទះនៅតែខ្មែរបន្ទាប់ពីមានការជួបចរចាឃើញថាមានសញ្ញាវិជ្ជមានដោយភាគីខ្មែរក្រហមសម្រាប់ចាត់ដាក់បញ្ចុះអញ្ចឹងកំណត់យកថ្ងៃទី29ខែធ្នូ98ជាថ្ងៃបញ្ចប់សង្គ្រាមតែម្ដងបាទហើយឡែកអាយមួយទៀតអង់គ្លេសមកពីពេញថា integrate មានន័យថាសមារណកម្មនេះបើយើងបកប្រែឲ្យស្រួលយល់ទៅគឺការរួមបញ្ចូលគ្នាបាទអង់គ្លេសថា integration ដល់នេះពីជាកិរិយាសព្ទ integrate មានន័យថាសមារណកម្មដូចគ្នាបាទសមារណកម្មនេះគឺការរួមបញ្ចូលគ្នាបាទមុនដាក់ចេញនៅនយោបាយចេះខ្លះយើងមានកម្លាំងពីរប្រយុទ្ធគ្នាភាគីរដ្ឋាភិបាលនិងខ្មែរក្រហមប៉ុន្តែចុងក្រោយខ្មែរក្រហមមកចូលរួមរស់ជាមួយរដ្ឋាភិបាលយើងមានកម្លាំងតែមួយបាទមេដឹកនាំតែមួយកំណត់ជាធ្លុងមួយយើងលែងប្រយុទ្ធគ្នាហើយដល់ខ្មែរក្រហមពេញចិត្តញញឹមចូលរួមជាមួយរដ្ឋាភិបាលដូរដាក់បាត់ដោះឯកសណ្ឋានខ្មែរក្រហមមកជាប់យុទ្ធពលខេមរៈភូមិន្ទដូចយ៉ាងចុងក្រោយអក្សរ D មួយទៀតមកពីពាក្យពេចន៍ថា develop មានន័យថាអភិវឌ្ឍតំបន់ដែលធ្លាប់ប្រយុទ្ធគ្នាជាក់ស្ដែងដូចនៅបាទភូមិទី3នៅអារ៉ាល់ក៏ជាតំបន់ខ្មែរក្រហមហើយតំបន់ក្តៅជាងគ្នាទៀតបាទតំបន់ដែលធ្លាប់សង្គ្រាមធ្លាប់តែបង្ហូរឈាមប្រែក្លាយតំបន់នោះទៅជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងបាទអ្វីគ្រប់បែបយ៉ាងបាទនេះជាអត្ថន័យនៃយុទ្ធសាស្ត្រ defense ដល់ថា defense strategy បាទចុងក្រោយបាទជ្រុង7នេះតំណាងឲ្យកត្តាទាំង7ដែលធ្វើឲ្យនយោបាយឆេះឆ្នះទទួលបានជោគជ័យទី1កត្តាការដឹកនាំ leadership គឺមានសម្ដេចតេជោហ៊ុនសែនជាស្ថាបនិកជាមគ្គុទ្ទេសក៍ដាក់ចេញនៅនយោបាយឆេះឆ្នះមានន័យថាបើគ្មានសម្ដេចតេជោហ៊ុនសែនក៏គ្មាននយោបាយឆេះឆ្នះបើគ្មាននយោបាយឆេះឆ្នះក៏យើងគ្មានសន្តិភាពដែរណាទី1ទី2ប្រតិបត្តិការតួអង្គរួមចំណែកសកម្មភាពកងយុទ្ធពលខេមរៈភូមិន្ទចង់សម្ដៅថានយោបាយឆេះឆ្នះនេះជោគជ័យគឺមានការចូលរួមពីកងទ័ពគឺទាហាននេះឯងប្រយុទ្ធផងចរចាផងជាស្នូលសំខាន់នៃការអនុវត្តនៃនយោបាយឆេះឆ្នះទី3ទួនាទីរដ្ឋបាលកណ្ដាលរដ្ឋអំណាចនៅកន្លែងគឺសំដៅទៅលើភាគីពាក់ព័ន្ធពីអាជ្ញាធរថ្នាក់ក្រោមរហូតដល់ថ្នាក់លើបើគ្មានការរួមចំណាយពីភាគីពាក់ព័ន្ធនោះទេនយោបាយឆេះឆ្នះក៏មិនបានជោគជ័យដែរអ៊ំតូកលើទឹកនេះគឺតំណាងឲ្យការដឹកនាំ
អ្នកដែលកាច់ចកោតគឺតំណាងឲ្យសម្ដេចតេជោហ៊ុនសែនអ្នកដែលអ៊ំគឺតំណាងឲ្យរដ្ឋមន្ត្រីឬក៏វិស័យនានាអញ្ចឹងបើសិនដាច់គាត់កាច់តែចកោតគាត់មានអ្នកជួយអមដៃទៅមកគាត់អត់ទេអញ្ចឹងយ៉ាងណាមិញការអនុវត្តនយោបាយឈ្នះឈ្នះលុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធទី4កត្តាការបរទេស foreign factors ហេតុអីបានជាកត្តាបរទេសរួមចំណែកក្នុងការបញ្ចប់សង្គ្រាមមុនចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស$23ឆ្នាំ91ថៃគាំទ្រខ្មែរក្រហមផ្ដល់សិទ្ធិច្រកកោនឲ្យខ្មែរក្រហមរស់ស៊ីជាមួយខ្មែរក្រហមដោយខ្មែរក្រហមកាត់ឈើលក់រ៉ែទៅឲ្យថៃបានលុយទិញអាវុធមកប្រយុទ្ធជាមួយរដ្ឋាភិបាលប៉ុន្តែបន្ទាប់ពីចុះសន្ធិសញ្ញាលែងគាំទ្រហេតុអីបើសិនតែគាំទ្រទៀតមានន័យថាមិនគោរពច្បាប់អន្តរជាតិកោតទោសដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើមហើយក្នុងអំឡុងពេលនោះគឺប្រមុខដឹកនាំថៃមានអាដាមឆៅលឹកយមឆៃយុទ្ធបាទឆ្នាំចន្លោះ96ដល់98គាត់រួមចំណែកខ្លាំងណាស់ជាពិសេសក៏បានរួមចំណែកជួយសម្របសម្រួលឲ្យខ្មែរក្រហមហើយនឹងរដ្ឋាភិបាលបានជួបចរចាគ្នាដែរទី5ការកសាងជំនឿទុកចិត្តមិនសងសឹកគ្នាដែលហៅថា confidence building ហេតុអីបានខ្មែរក្រហមទុកចិត្តលើរដ្ឋាភិបាលផ្ដល់គោលនយោបាយជូនពួកគាត់គ្រប់បែបយ៉ាងជាពិសេស free guarantees បាទការធានា3យ៉ាងនោះគឺសំខាន់ណាស់រដ្ឋាភិបាលមិនមានការសងសឹកនោះទេធ្វើម៉េចរស់ជាមួយគ្នាប្រកបទៅដោយសេចក្តីសុខដុមរមនាជាជនរួមជាតិតែមួយឈាមជ័រតែមួយទី6មនោគមវិជ្ជាភាពត្រឹមត្រូវនយោបាយសេដ្ឋកិច្ចសង្គមពាណិជ្ជកម្មត្រង់ចំណុចនេះបងមួយចំនួនថាយើងធ្លាប់ឆ្លងកាត់ហើយរបបបល័យពុជសាសគឺជារបបមួយដែលប្រើមនោគមឲ្យប្រជាជនជឿទៅលើការដឹកនាំរបស់គេអូមហាលុតផ្លោះមហារុងរឿងមហាលុតផ្លោះមហារុងរឿងរុះផ្ទះក្បឿងមកនៅផ្ទះស្បូវបងជឿអត់មហាលុតផ្លោះមហារុងរឿងរុះផ្ទះក្បឿងមកនៅផ្ទះស្បូវសួររុងរឿងអត់មិនទេមិនរុងរឿងទេប៉ណ្ណឹងក៏ឲ្យយើងស្រែកចឹងបើរស់ពីផ្ទះក្បឿងមកនៅផ្ទះវិឡាបានថារុងរឿងបាទរស់នៅប្រកាន់សេដ្ឋកិច្ចផែនការដីមហាតាធ្វើម៉េចបាន10ទៅ15តោនស្រូវបាទជីកបន្លាយម្នាក់2ម៉ែត្រគីបឬក៏3ម៉ែត្រគីបឲ្យហើយក្នុងមួយថ្ងៃបាទតែមិនហើយមានបញ្ហាអ្នកដែលរស់នៅទីក្រុងធ្លាប់តែស៊ីវឡៃលយឆាយហឺហាសបោសបាយត្រូវបានបដិញពីទីក្រុងឲ្យទៅនៅជនបទធ្វើការដោយប្រជាជនធម្មតាកាលហ្នឹងក៏មានប្រជាជនចាស់ប្រជាជនថ្មីហើយប្រជាជនថ្មីរងទណ្ឌកម្មយ៉ាងជាងគេបាទគឺជាអ្នកគេថាចេញពីអ្នកអភិជនបាទមូលធនបាទអញ្ចឹងទៅដល់នោះធ្វើការដូចគ្នាហូបចុកដូចគ្នារស់នៅដូចគ្នាស្មើភាពគ្នាគេហៅសម័យនោះគេថាសហករណ៍រស់នៅត្រូវសហការបាទហើយគេបង្កើតពាក្យមួយពាក្យស្ម័គ្រមិត្តមកពីស្មើភាពបាទស្ម័គ្រមិត្តកស្ម័គ្រមិត្តខស្ម័គ្រមិត្តកអីជាដើមបាទអញ្ចឹងអ្វីគ្រប់បែបយ៉ាងគឺលើការគ្រប់គ្រងរបស់អង្គការបាទសូម្បីតែមន់ទាដែលយើងចាំបានបល័យយើងដាំបានហួតបានទេគេចាត់ទុកជារបស់អង្គការតែហ៊ានហូបវាថាក្បត់អង្គការយកយើងទៅកសាងងាកមកការរើសគូសកលវិញមិនមែនរើសតាមស្រឡាញ់ទេគឺអង្គការចាប់គូការឲ្យម្ដង50 60គូ100 200គូទៅតាមតំបន់មួយការហើយបាទមានកងឆ្លប់ទៅតាមស្ដាប់ទៀតតែមិនត្រូវគ្នាមានបញ្ហាទៀតបាទស្រឡាញ់មិនស្រឡាញ់ក៏ដោយចឹងចង់ឲ្យធ្វើម៉េចបាទគោរពតាមគោលការណ៍របស់អង្គការបាទនេះពាក់ព័ន្ធនឹងសេដ្ឋកិច្ចគឺខាងរបបបល័យពុជសាសប៉ុលពតគាត់ផែនការទាំងអស់រដ្ឋាភិបាលយើងគឺ free market ទីផ្សារសេរីមកដល់ត្រង់ចំណុចទី7កត្តាការបែកបាក់ខ្មែរក្រហមខ្មែររុស្ស៊ី internal break up បងស្គាល់ហើយបុគ្គលទាំង3ហ្នឹងគឺជាមនុស្សសំខាន់នៃរបស់ខ្មែរក្រហមអ្នកនៅកណ្ដាលគឺឈ្មោះសឡុតសហៅប៉ុលពតតានេះឈ្មោះចិត្តជឿនហៅតាម៉ុងតានេះឈ្មោះសុនសេនចុងក្រោយគាត់បែកបាក់គ្នាបែកបាក់មិនតាសឡុតសហៅប៉ុលពតនេះបាទចាប់បានសម្លាប់តាសុនសេនខ្ញុំតាមស្ដាប់សម្លេងឯកសាររបស់គាត់ថាគាត់ជាសម្លាប់តាសុនសេនម្នាក់ទេប៉ុន្តែចុងក្រោយកូននៅនឹងដែរសម្លាប់មកគ្រួសារគឺ12នាក់កូនគាត់សួរថាហេតុអីបានគាត់សម្លាប់ដោយសារតាប៉ុលពតនេះចាប់បានសម្បត្តិតាសុនសេនមានតំណែងតំណងមើលរដ្ឋាភិបាលជាពិសេសជាមួយសម្ដេចតេជោហ៊ុនសែនសម្ដេចតេជោហ៊ុនសែនគាត់បានលើកថ្ងៃពេល2023ក្នុងទិវា
20 มิถุนายนបាទ20 មិថុនាបាទគាត់បានលើកដែរបាទគាត់ឲ្យគេបាត់ទាំងអស់ទាំងពួកមេឌៀបាននិយាយលក្ខណៈក្នុងហលបាទនេះតាសុនសែននេះគឺត្រូវបានតាប៉ុលពតគាត់ចោទឬគាត់ថាក្បត់គាត់ដោយសារគាត់ចាប់បានសម្បត្តិដែលតាសុនសែនផ្ញើមកជាមួយមកថ្នាក់តេជោប៉ុន្តែខ្ញុំសូមអធិស្ឋានផងដែរថាខ្លឹមសារនៅលិខិតនេះលាយលក្ខអក្សរអីខ្លះក៏អត់បានដឹងដែរបាទឆ្លើយមុនបាទងាកមកតាសុនសែននេះម្ដងតាឈិតជឿនហៅតាមកសំទោសបាទតាមកបានផ្ដាច់ខ្លួនចេញពីតាប៉ុលពតទៅរស់នៅលំវែងបាទនៅពេលដែលតាមកដឹងថាតាប៉ុលពតសម្រាប់តាសុនសែនមកគ្រួសារតាមកបានចាប់តាប៉ុលពតមកកាត់ទោសដោយដាក់ត្រង់ផ្ទះនៅលំវែងបងធ្លាប់ទៅតែតាមកឃើញត្រង់នៅនោះហើយបាទហេតុអីបានជាតាមកនេះថ្លើមធំហ្នឹងមានហាត់ហ៊ានចាប់បេខ្លួនឯងមកកាត់ទោសបើគាត់មិនចាប់តាសម្រាប់គាត់ដូចតានេះដែរតាមកគាត់បាននិយាយថានៅលើក្បាលតាមកគឺមានមួកនៅលើមួកតាមកគឺមានមេមានន័យថាបាទកាលពីមុននៅលើមួកតាមកគឺមានតាប៉ុលពតគាត់គោរពតាប៉ុលពតប៉ុន្តែចុងក្រោយតាមកគាត់ថាមានតែមេទេមានន័យថាគាត់ឡើងគោរពរឿងអីមិនហ៊ានចាប់តាប៉ុលពតមកកាត់ទោសបាទឥឡូវខ្ញុំបញ្ជាក់ពីការបរិច្ឆេទនៃការស្លាប់របស់ពួកគាត់ទាំង3នាក់តាមកតាសុនសែននេះត្រូវបានតាប៉ុលពតសម្លាប់នៅពេលដែលគាត់មានអាយុ66ឆ្នាំនៅថ្ងៃបាទទី10មិថុនា1997អាយុ66គាត់ត្រូវបានសម្លាប់តាប៉ុលពតនេះបានស្លាប់អាយុ72ឆ្នាំនៅថ្ងៃទី15ខែមេសា1998ចំថ្ងៃចូលឆ្នាំខ្មែរទី2តានេះអាយុ80ឆ្នាំបានស្លាប់ថ្ងៃទី21កក្កដា2006បាទអញ្ចឹងដោយសារកត្តាទាំង7នេះឯងដែលធ្វើឲ្យនយោបាយចាស់ឆ្នាំទទួលបានជោគជ័យបាទសូមជើញបន្តទៅទៀត